អត់សរសើរអត់បានទេកន្លែងនេះគាត់តែបើកណានៅម្ដុំទូទឹកពងនិយាយទៅគាត់ដែលគាត់ចេញមកដូច outdoor ចឹងទាំងដែលទីតាំងរបស់គាត់នៅក្នុង indoor ទេហើយនេះមានតាមពីប្រភេទបាយមួយចានហើយមានជាប្រភេទតៅហ៊ូអីចឹងណាអ្នកនរគ្នាអាចមើលជាមួយនឹងការ decor គាត់ឡើងមករបៀបថារៀបចំស្អាត Y2K របៀប Gen Z អីចឹងណាយើង feeling របៀបថាដូចមិនមែននៅកន្លែងញ៉ាំសាច់អាំងឬក៏ញ៉ាំស៊ុបចឹងនៅកន្លែងគាត់នេះគាត់មានលក់ជាប្រភេទសាច់អាំងហើយនិងស៊ុបយើងអាចរើសតាមចិត្តហើយរើសម្ហូបគាត់សម្បូរបែបខ្លាំងមែនតើមានតាមពីប្រភេទសាច់បន្លែហើយជាមួយនឹងប្រភេទប្រហិតអីផ្សេងហើយមួយឈុតនេះខ្ញុំញ៉ាំអត់តែ$15ទេមានជាមួយនឹងប្រភេទទឹកស៊ុបមួយហើយជាមួយនឹងសាច់អាំងណាទឹកស៊ុបរបស់គាត់នេះនិយាយទៅសម្រាប់អ្នកដែលគាត់ចូលចិត្តរសជាតិដិតរបៀបថាចិនចំអីហ្នឹងគឺគាត់ញ៉ាំត្រូវហើយសម្រាប់មួយឈុតនេះបើសិនជាយើងមកគ្នា2នាក់3នាក់ល្មមហើយបើខ្ញុំចូលចិត្តជាងគេប្រភេទទឹកស៊ុបនេះព្រោះទឹកស៊ុបជីឈွန်របស់គាត់រៀងដិតតិចណាអ្នកនរគ្នាហើយសម្រាប់នៅទីនេះក៏គាត់មានលក់ជាប្រភេទ set buy ដែរមួយចាននេះត្រឹមតែ$3កន្លះទេហើយមានជាមួយនឹងមីជូហុលរបស់គេដែរអញ្ចឹងសម្រាប់អូនដែលគាត់ជាសិស្សសាលាអត់ដឹងថាទៅញ៉ាំអីនៅណាមួយចានហើយកន្លែងគួយតិចស្រួល indoor អញ្ចឹងគាត់អាចមកកន្លែងនេះបានហើយនាងខ្ញុំចូលចិត្តជាងគេប្រភេទតៅហ៊ូរបស់គាត់នេះឆ្ងាញ់ខ្លាំងនិយាយទៅអាចសាកញ៉ាំបានមួយចាននោះដូចជាតែមួយរៀលអីទេខ្ញុំឆ្លាញ់ជាមួយនឹងការដេករបស់គាត់ខ្លាំងមែនតើនេះការដេកនៅខាងក្រោមណានិយាយទៅគាត់ដោយសារតែគាត់ជាប្រភេទទ្រីងផងអីផងអញ្ចឹងគាត់ដេកបែបនឹងស្អាតខ្លាំងកន្លែងរបស់គាត់ដែរមានឈ្មោះថាកាហ្វេម៉ាឡាតាំងនៅម្លុកទូទឹកពងចិត្ត KFC និយាយទៅស្រួលរកខ្លាំងមែនតើនៅទៅមុខផ្សារទូទឹកពងនឹងហ្មងណាវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណជួបគ្នានៅវីដេអូក្រោយ